4 ម៉ោងបានកន្លងផុតទៅចាប់តាំងពីការចាប់ផ្ដើមនៃការលបួងរបស់ព្រះអាក្រក់ហើយហ្គាមបានទប់ទល់នឹងពួកបេសាចតែម្នាក់ឯងដោយជោគជ័យបន្ទាប់ពីយកឈ្នះរលកទី4ហើយទីបំផុតគាត់ក៏បានសម្រាកដោយមានឈាមយកទឹកមកឲ្យគាត់ផឹករហូតមកដល់ពេលនេះមានទាំងជ្រូកព្រៃនិងឆ្កែខ្មៅបានមកវាយប្រហារភូមិរបងគឺជាប្រព័ន្ធការពារដ៏សំខាន់ព្រោះជ្រូកព្រៃបានត្រឹមតែសម្រុកបុកវាចំណែកឯឆ្កែខ្មៅព្យាយាមលោតរំលងវារាល់ពេលដែលពួកវាលោតហ្គាមបានត្រៀមខ្លួនរួចជាស្រេចដោយចាក់ពួកវានៅលើអាកាសដោយលំពែងរបស់គាត់ហើយទម្លាក់ពួកវា UCO បានកត់សម្គាល់ពីពេលវេលានៃការវាយប្រហារហើយដឹងថាពួកវាកើតឡើងយ៉ាងទៀងទាត់ដោយបេសាចវាយប្រហារដោយចៃដន្យរៀងរាល់30ទៅ60នាទីម្ដងឈាមអាចព្យាបាលរបួសតូចតាចដែលហ្គាមទទួលបានបន្ទាប់ពីរលកនីមួយៗប៉ុន្តែ UCO ដឹងថាប្រសិនបើការវាយប្រហារនៅតែបន្តដោយមិនឈប់ឈរទេនោះកម្លាំងរបស់ហ្គាមនឹងត្រូវអស់ជាមិនខានUCO បានសម្រេចចិត្តថានៅពេលដែលពួកគេឆ្លងផុតថ្ងៃនេះគាត់នឹងត្រូវថែមអ្នកប្រយុទ្ធបន្ថែមទៀតដើម្បីជួយពួកគេគាត់បានឃើញឡៃឡាកំពុងធ្វើម្ហូបហើយគិតថាគាត់គួរតែរកម្ហូបនិងភេសជ្ជៈខ្លះដែរបន្ទាប់មកគាត់បានទៅផ្ទះបាយហើយម្ដាយរបស់គាត់បានសួរថាតើគាត់មិនញ៉ាំអាហារជាមួយគ្នាមែនទេគាត់បានពន្យល់ថាគាត់មិនអាចចាក់ចេញពីកុំព្យូទ័ររបស់គាត់បានទេហើយគាត់នឹងញ៉ាំនៅក្នុងបន្ទប់របស់គាត់ម្ដាយគាត់បាននិយាយថានាងកំពុងធ្វើមាន់បំពងដែលគាត់ចូលចិត្តប៉ុន្តែគាត់បានសុំទោសនិងប្រាប់ថាគាត់មិនអាចដកភ្នែកពីអេក្រង់គាត់បានទេដោយចាប់យកអាហារសម្រន់មួយចំនួនគាត់បានដើរត្រឡប់ទៅបន្ទប់របស់គាត់វិញដោយគិតថាគាត់នឹងព្យាយាមរកពេលដើម្បីយកមាន់បំពងនោះឡើងមកជាមួយគាត់នៅពេលដែលUCOត្រឡប់ទៅបន្ទប់របស់គាត់វិញគាត់បានឃើញឆ្កែខ្មៅ4ក្បាលនិងជ្រូកព្រៃ3ក្បាលកំពុងដើរមកជាមួយគ្នារ៉ូដូសដែលកំពុងយាមពីលើប៉មបានប្រទះឃើញពួកវាភ្លាមហើយបានប្រមានហ្គាមអ្នកគ្រប់គ្នាបានប្រញាប់ប្រញាល់ទៅរូងភ្នំខណៈពេលដែលហ្គាមឈរត្រៀមខ្លួនជាមួយលំពែងរបស់គាត់ពួកឆ្កែបានលោតរំលងរបងប៉ុន្តែហ្គាមបានចាក់ពួកវានៅលើអាកាសយ៉ាងលឿនដោយលំពែងរបស់គាត់ទន្ទឹមនឹងនេះជ្រូកព្រៃក៏បានសម្រុកបុករបងរហូតទម្លុះរបងចូលក្នុងបានUCO ឆ្ងល់ថាតើគាត់គួរតែកោះហៅ Golem នៅពេលនេះឬទេព្រោះនៅសល់ពេល5ម៉ោងទៀតទើបចប់ថ្ងៃហ្គាមបានសម្លាប់ជ្រូកព្រៃមួយក្បាលដោយលំពែងរបស់គាត់ហើយពេលនេះកំពុងប្រឈមមុខនឹងជ្រូកព្រៃមួយក្បាលទៀតហើយហ្គាមកំពុងឈរយ៉ាងរឹងមាំជ្រូកព្រៃនោះបានសម្រុកមករកគាត់ប៉ុន្តែហ្គាមបានចាក់ទម្លុះក្បាលរបស់វាយ៉ាងលឿនហើយសម្លាប់វាUCO អបអរសាទរជ័យជំនះរបស់ហ្គាមដោយក្តីរំភើបហ្គាមបានជូតញើសចេញពីថ្ងាសរបស់គាត់ហើយពិនិត្យមើលរបងយ៉ាងលឿនដោយដឹងថាវាត្រូវការការជួសជុលឡៃឡាបានជំរុញឲ្យគាត់សម្រាកខណៈពេលដែលនាងនិងអ្នកផ្សេងទៀតប្រញាប់ប្រញាល់ទៅជួសជុលរបងនោះUCO សប្បាយរីករាយខ្លាំងណាស់ពេលឃើញការសហការគ្នារបស់ពួកគេហើយមិនយូរប៉ុន្មានរបងក៏ត្រូវបានជួសជុលរួចរាល់ភ្លាមនោះភ្នែករបស់UCO បានបើកយ៉ាងធំដោយក្តីតក់ស្លុតនៅពេលដែលគាត់សង្កេតឃើញបេសាចជិត20ក្បាលកំពុងខិតចូលមកជិតហ្គាមក៏បានប្រាប់អ្នកគ្រប់គ្នាឲ្យប្រញាប់ចូលទៅក្នុងរូងភ្នំវិញក្នុងពេលជាមួយគ្នានេះការជូនដំណឹងមួយបានលោតឡើងនៅលើអេក្រង់របស់UCOតែបានសរសេរថានេះជារលកចុងក្រោយគាត់បានញញឹមដោយមានអារម្មណ៍ធូរស្រាលនិងរំភើបដោយដឹងថានេះជារលកចុងក្រោយនៃព្រឹត្តិការណ៍នេះUCO បានចំណាំបេសាចមួយចំនួនដែលពួកវាបានវាយប្រហារលើរទេះតាំងពីដើមហ្គេមគាត់បានពិនិត្យមើលព័ត៌មានលម្អិតរបស់ពួកវាហើយរកឃើញតែឈ្មោះរបស់ពួកវាប៉ុណ្ណោះគឺបេសាច Goblin គាត់ក៏សម្គាល់ឃើញថាពួកវាកាន់ដំបងឈើហើយហាក់ដូចជាមានភាពឆ្លាតវៃជាងបេសាចដទៃទៀតដោយសារពួកវាធ្វើចលនាដូចជាមនុស្សអញ្ចឹងក្នុងពេលជាមួយគ្នានោះជ្រូកព្រៃបានទម្លុះរបងហើយពេលនេះបេសាចទាំងអស់បានចូលមកខាងក្នុងបន្ទាយហ្គាមបានឈរត្រៀមខ្លួនជាមួយនឹងលំពែងរបស់គាត់ប៉ុន្តែភ្លាមនោះជ្រូកព្រៃមួយក្បាលបានសម្រុកបុកគាត់ធ្វើឲ្យគាត់ខ្ទាតប៉ាងទៅលើអាកាសឈេមមានការតក់ស្លុតយ៉ាងខ្លាំងហើយស្ទើរតែបាត់បង់ការគ្រប់គ្រងខ្លួនឯងប៉ុន្តែរ៉ូដូសបានឃាត់នាងដើម្បីឲ្យនាងស្ងប់អារម្មណ៍ឡៃឡាក៏បានចូលទៅជួយឃាត់ឈេមមិនឲ្យរត់ទៅរកហ្គាមដែរUCO ក៏មានការតក់ស្លុតនិងភ័យស្លន់ស្លោផងដែរដោយគិតថាតើគាត់ត្រូវធ្វើអ្វីបន្តទៀតក្នុងភាពអស់សង្ឃឹមគាត់ក៏បានបើកដំណើរការអភូតហេតុមួយដោយគាត់បានកោះហៅ Golem ភ្លាមនោះអេក្រង់បានបញ្ចេញពន្លឺពណ៌សហើយប្ដូរទៅជាទិដ្ឋភាពរបស់ Golem វិញពេលនេះវាជាទិដ្ឋភាពមើលពីភ្នែករបស់តួអង្គហើយUCO ក៏សម្គាល់ថាគាត់នៅខាងក្នុងរូងភ្នំដោយប្រោបកបញ្ជាគាត់ចាប់ផ្ដើមបញ្ជា Golem ដែលកំពុងកាន់ដាវនៅដៃស្ដាំរបស់វាខណៈពេលដែលគាត់ដើរចូលទៅជិតអ្នកភូមិពួកគេសម្លឹងមើលមកដោយភាពតក់ស្លុតនៅពេលដែលពួកគេដឹងថារូបសំណាករបស់ពួកគេកំពុងមានចលនាពួកគេជឿថានេះគឺជាព្រះនៃវាសនាដោយការប្រាជ្ញាចិត្តUCO បានបញ្ជាឲ្យ Golem ដើរទៅរកច្រកចេញដោយនិយាយប្រាប់ខ្លួនឯងថាគាត់នឹងទៅជួយសង្គ្រោះហ្គាមទន្ទឹមនឹងនោះហ្គាមបានរងរបួសយ៉ាងធ្ងន់ធ្ងរប៉ុន្តែនៅតែមានការប្រាជ្ញាចិត្តដោយប្រកាសថាគាត់នឹងមិនបណ្ដោយឲ្យបេសាចឆ្លងកាត់ឡើយទោះបីជាគាត់ត្រូវបាត់បង់ជីវិតក៏ដោយភ្លាមនោះ Goblin មួយបានស្ទុះមករកហ្គាមហើយចាប់គាត់ប៉ុន្តែហ្គាមបានរើបម្រាស់រួច
ពេលដែល Goblin រៀបនឹងវីប្រហារម្ដងទៀត Yoshio ក៏បានលេចចេញមកដោយកាប់បិសាចនោះដោយធូរចិត្ត Yoshio បានញញឹមហើយគិតក្នុងចិត្តថាពេលនេះជាវេនរបស់គាត់ក្នុងការប្រយុទ្ធហើយដោយកាមបានធ្វើការងារយ៉ាងអស្ចារ្យរួចមកហើយភ្លាមនោះឆ្កែខ្មៅបានសម្រុកមករកពួកគេប៉ុន្តែ Yoshio បានកាប់ពួកវាយ៉ាងងាយស្រួលដោយដាវគាត់មានមោទនភាពចំពោះរបៀបដែលគាត់អាចកម្ចាត់ពួកវាបានយ៉ាងងាយស្រួលហើយរីករាយដែលគាត់បានសន្សំពិន្ទុរបស់គាត់សម្រាប់ពេលវេលានេះដោយបានចងចាំទម្រង់នៃការវាយប្រហាររបស់បិសាចកាលពីប្រយុទ្ធមុនមកវាបានធ្វើឲ្យមានភាពងាយស្រួលជាងមុនក្នុងការកម្ចាត់ពួកវាដោយមានអារម្មណ៍កាន់តែស្ទាត់ជំនាញជាមួយនឹងការបញ្ជាGolem Yoshio គិតថាវានឹងល្អប្រសិនបើគាត់អាចមើលឃើញតួអង្គរបស់គាត់ពីខាងលើវិញពេលនោះគាត់បានកត់សម្គាល់ឃើញប៊ូតុងបដូរទិដ្ឋភាពនៅលើអេក្រង់ដោយឆ្ងល់គាត់ក៏បានចុចវាហើយបដូរទៅជាទិដ្ឋភាពមើលពីភាគីទី3ដែលគាត់អាចមើលឃើញទាំងGolemនិងតួអង្គរបស់គាត់នៅលើអេក្រង់គាត់កត់សម្គាល់ឃើញថារូបរាងនៅលើអេក្រង់មើលទៅខុសពីអ្វីដែលគាត់បានស្រមៃបន្ទាប់មកគាត់ក៏នឹកឃើញអ្វីមួយវាជារូបសំណាកដែលហ្គាមនិងឆេមបានឆ្លាក់ដើម្បីតំណាងឲ្យព្រះនៃវាសនាបន្ទាប់ពីកម្ចាត់បិសាចទាំងអស់ការជូនដំណឹងមួយបានលេចឡើងដោយនិយាយថាការលបួងរបស់ព្រះអាក្រក់បានបញ្ចប់Yoshio មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលទីបំផុតគាត់បានជួយសង្គ្រោះអ្នកភូមិបានហើយអ្នកភូមិបានសម្លឹងមើលគាត់ដោយក្តីរំភើបនិងដឹងគុណដោយអរគុណគាត់ដែលបានការពារពួកគេYoshio មានអារម្មណ៍មោទនភាពប៉ុន្តែបន្ទាប់មកគាត់ដឹងថាគាត់មិនអាចបញ្ជា Golem បានទៀតនោះទេសារមួយបានលោតឡើងដោយពន្យល់ថា Golem បានស៊ីពិន្ទុរៀងរាល់វិនាទីហើយវានឹងមិនអាចកម្រើកបានឡើយនៅពេលដែលពិន្ទុអស់កំណត់ចំណាំមួយទៀតបានបញ្ជាក់ថា Golem អាចដំណើរការបានតែម្ដងតែប៉ុណ្ណោះក្នុងមួយថ្ងៃដោយក្តីតក់ស្លុត Yoshio មិនដែលដឹងសោះថាវាថ្លៃយ៉ាងនេះក្នុងការប្រើ Golem ដោយគិតថាវាអាចស៊ីលុយរាប់ពាន់យេនក្នុងរយៈពេលដ៏ខ្លីបែបនេះដោយការខកចិត្តគាត់បានប្រៀបធៀបវាទៅនឹងហ្គេម Smartphone ប្រភេទបង់លុយដើម្បីឈ្នះប៉ុន្តែពេលដែលគាត់បានឃើញស្នាមញញឹមនៅលើមុខរបស់អ្នកភូមិគាត់ក៏មានអារម្មណ៍ធូរស្រាលវិញគាត់គិតដោយមោទនភាពចំពោះខ្លួនឯងថាគាត់អាចការពារពួកគេបានហើយព្យាយាមរក្សាគំនិតវិជ្ជមានបន្ទាប់មកគាត់បានសរសេរទំនាយមួយសម្រាប់អ្នកភូមិដើម្បីប្រាប់ពួកគេថានឹងមិនមានការវាយប្រហារទៀតទេហើយពួកគេធ្វើបានយ៉ាងល្អពួកគេត្រេកអរយ៉ាងខ្លាំងពេលបានឮបែបនេះហើយពួកគេក៏បានលើករូបសំណាកនោះដោយប្រុងប្រយ័ត្នដាក់វានៅលើអាសនៈវិញពួកគេចាប់ផ្ដើមបួងសួងនិងអរគុណគាត់ចំពោះជំនួយរបស់គាត់Yoshio បានក្រឡេកមើលជុំវិញតំបន់នោះដើម្បីឲ្យប្រាកដថាវាមានសុវត្ថិភាពហើយសង្កេតឃើញសាកសពដែលត្រូវការសម្អាតដូចជានៅក្នុងជីវិតពិតដែរពួកវានឹងមិនបាត់ទៅវិញដោយខ្លួនឯងដូចហ្គេមដទៃទៀតទេគាត់បានឃើញព្រួញជាប់នឹងសាកសពជ្រូកព្រៃមួយក្បាលហើយដឹងថាមូលីសក៏បានជួយពួកគេផងដែរនៅថ្ងៃបន្ទាប់នៅកន្លែងធ្វើការYamamotoបានសុំទោសYoshioចំពោះការអវត្តមានរបស់គាត់កាលពីខែមុនដោយអរគុណគាត់ដែលបានធ្វើការជំនួសគាត់Yoshioឆ្លើយតបថាគាត់ក៏មានធរៈនៅចុងខែដែរដូច្នេះប្រសិនបើYamamotoអវត្តមាននៅពេលនោះវិញពួកគេនឹងមានបញ្ហាធំមែនទែនប៉ុន្តែដោយសារតែគាត់ឈប់កាលពីថ្ងៃមុនដូច្នេះគ្រប់យ៉ាងបានដំណើរការទៅបានយ៉ាងល្អដោយក្តីដឹងគុណYamamotoបានប៉ាវភេសជ្ជៈដល់Yoshioបានសុំតែទឹកដោះគោក្តៅមួយហើយបន្ទាប់ពីទទួលបានវាគាត់បានសួរដោយចៃដន្យថាតើហេតុអ្វីបានជាYamamotoឈប់សម្រាកYamamotoបានសុំគុំឲ្យគាត់ប្រាប់ថៅកែហើយដោយដឹងថាYoshioជាអ្នកលេងហ្គេមដែរគាត់ក៏សារភាពថាវាគឺដោយសារតែព្រឹត្តិការណ៍ហ្គេមមួយដែលធ្វើឲ្យគាត់ឈប់Yoshioបានសើចដោយមានការភ្ញាក់ផ្អើលព្រោះគាត់ស្មានតែជារឿងណាត់ជួបណាមួយYamamotoលេងសើចថាគាត់បារម្ភក្រែងលោYoshioអាចនឹងខឹងប៉ុន្តែបន្ទាប់មកពន្យល់ថាហ្គេមដែលគាត់បាននិយាយកាលពីមុនគឺញៀនខ្លាំងណាស់ហើយព្រឹត្តិការណ៍នេះបានកើតឡើងនៅចុងខែYoshioឆ្ងល់ថាតើវាអាចជាហ្គេមភូមិនៃវាសនារបស់គាត់ឬទេដូច្នេះគាត់សួរថាតើហ្គេមនេះមានពាក់ព័ន្ធនឹងការដើរតួឬក៏ការសាងសង់ដែរឬទេYamamotoគ្រវីក្បាលហើយនិយាយថាគាត់មិនសូវចូលចិត្តហ្គេមប្រភេទទាំងនោះទេព្រោះគាត់ចូលចិត្តហ្គេមប្រយុទ្ធគ្នាជាងYoshioញញឹមដោយគិតថា Yamamoto មិនមានជាប់ពាក់ព័ន្ធនឹងភូមិនៃវាសនាទេYoshioក៏បាននិយាយថាគាត់ធ្លាប់សាកល្បងហ្គេមប្រភេទទាំងនោះកាលពីមុនប៉ុន្តែគាត់មិនសូវពូកែលេងហ្គេមប្រភេទនោះទេពេលឮដូច្នេះYamamotoមើលទៅហាក់ដូចជាខកចិត្តហើយនិយាយថាគាត់ចង់ណែនាំចំណងជើងហ្គេមមួយចំនួនប៉ុន្តែគិតថាវាគ្មានប្រយោជន៍ទេនៅពេលនេះYoshioគិតថាវាជារឿងល្អណាស់ក្នុងការជជែកគ្នាអំពីហ្គេមអំឡុងពេលសម្រាកហើយបន្ទាប់ពីនោះគាត់ក៏ធ្វើដំណើរត្រឡប់ទៅផ្ទះវិញYoshioបានមើលកុំព្យូទ័រហើយឃើញថាអ្នកភូមិបានសម្អាតសាកសពបិសាចរួចរាល់ហើយពេលនេះកំពុងរវល់ជួសជុលរបងដោយឆ្ងល់គាត់បានពិនិត្យមើលកំណត់ត្រានៃការសន្ទនារ៉ូដូសកំពុងស្នើសុំហ្គាមឲ្យគាត់សម្រាកខ្លះប៉ុន្តែហ្គាមទទូចថាគាត់មិនអាចសម្រាកបានទេព្រោះគាត់ជាអ្នកទទួលខុសត្រូវលើការងារធ្ងន់ដោយធានាប្រាប់អ្នកគ្រប់គ្នាថាគាត់មិនអីទេឆេមនិងខារ៉ូលក៏បានជំរុញកុំឲ្យគាត់ធ្វើការហួសកម្លាំងដែរប៉ុន្តែហ្គាមនិយាយដដែលថាគាត់មិនអីទេ
បន្ទាប់មកឡៃឡាបានចូលមកប្រាប់ពួកគេកុំឲ្យរំខានផ្លូវហ្គាមហើយស្នើសុំជំនួយពីពួកគេវិញយូស៊ីអូញញឹមដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងនិងការលះបង់របស់អ្នកភូមិយូស៊ីអូក្រឡេកទៅមើលពិន្ទុរបស់គាត់ហើយក៏សម្គាល់ឃើញថាវាបានកើនឡើងបន្តិចដែលទំនងជាដោយសារតែការដឹងគុណរបស់អ្នកភូមិគាត់បានឃើញរ៉ូដូសនិងហ្គាមអូសាក់សពបិសាចមួយហើយគិតថាពួកគេអាចនឹងយកវាធ្វើជាគ្រឿងបូជាមានន័យថាគាត់នឹងបានសាច់ញ៉ាំនៅថ្ងៃស្អែកដោយដឹងថាគាត់ត្រូវការទុកកន្លែងទំនេរនៅក្នុងទូទឹកកកគាត់ក៏ដើរទៅផ្ទះបាយខណៈពេលដែលគាត់នៅទីនោះស្រាប់តែសាយូគីបានលេចមុខមកដោយស្នាមញញឹមហើយប្រកាសថានាងបានមកដល់ផ្ទះហើយនៅពេលគាត់រៀបចំអាហារសម្រាប់ខ្លួនគាត់បានសួរថាតើនាងចង់ញ៉ាំខ្លះដែរឬទេហើយនាងក៏យល់ព្រមបន្ទាប់ពីដួសឲ្យសាយូគីរួចនាងបានសរសើរម្ហូបនោះដោយរីករាយថែមទាំងនិយាយថាវាមើលទៅគួរឲ្យចង់ញ៉ាំខ្លាំងណាស់ហើយក៏បានអរគុណគាត់បន្ទាប់មកនាងក៏បានសុំថើបគាត់មួយដើម្បីបង្ហាញពីការដឹងគុណរបស់នាងយូស៊ីអូក៏សម្គាល់ថានាងមានក្លិនស្រាលហើយគិតថានាងអាចនឹងស្រវឹងនាងចាប់ផ្ដើមញ៉ាំអាហារដូចជាកូនក្មេងហើយយូស៊ីអូក៏បានកត់សម្គាល់ឃើញថានាងមកយឺតទៀតហើយទើបគាត់សម្រេចចិត្តសួរនាងថាតើនាងមិនអីទេឬនាងមិននិយាយអ្វីច្រើនទេប៉ុន្តែនាងមើលទៅហាក់ដូចជាតានតឹងបន្តិចដោយដឹងថាមានអ្វីមិនប្រក្រតីយូស៊ីអូបានសួរនាងថាតើមានអ្វីដែលនាងចង់ចែករំលែកដែរឬទេគាត់ទទួលស្គាល់ថាគាត់ប្រហែលមិនមែនជាបងប្រុសដ៏ល្អបំផុតនោះទេប៉ុន្តែការនិយាយអំពីវាអាចជួយឲ្យនាងមានអារម្មណ៍ធូរស្រាលបានបន្តិចក្រោយមកនាងក៏សារភាពថានាងមានអារម្មណ៍ដូចជាមាននរណាម្នាក់កំពុងសម្លឹងមើលឬតាមដាននាងរហូតថ្មីនេះនាងបានលើកឡើងថាថ្មីនេះនាងមានអារម្មណ៍បែបនេះនៅហាងទំនិញក្បែរនោះប៉ុន្តែមិនច្បាស់ថាវាជាការពិតឬគ្រាន់តែជាការគិតរបស់នាងនោះទេយូស៊ីអូឆ្ងល់ភ្លាមថាតើវាអាចជាអ្នកតាមដានដោយកាលពីមុនដែរឬទេគាត់ក៏បានរំលឹកនាងពីហេតុការណ៍ដែលកើតឡើងកាលពីមុនផងដែរហើយនិយាយថាគាត់បារម្ភពីនាងខ្លាំងណាស់ចាប់តាំងពីនាងឧស្សាហ៍ត្រឡប់មកផ្ទះយឺតរហូតថ្មីនេះនាងមើលទៅហាក់ដូចជាភ្ញាក់ផ្អើលហើយសួរថាតើគាត់ពិតជាបារម្ភពីនាងមែនទេយូស៊ីអូបានបញ្ជាក់ដោយនិយាយថាទោះជាយ៉ាងណាក៏គាត់នៅតែជាបងប្រុសរបស់នាងដែរនាងក៏បានសារភាពថានាងគិតថាគាត់ស្អប់នាងហើយយូស៊ីអូបានប្រាប់នាងថាតាមពិតទៅគាត់គិតថាវាជារឿងធម្មតាទេដែលនាងមិនចូលចិត្តគាត់បន្ទាប់មកដោយស្នាមញញឹមនាងនិយាយថាបងប្រុសរបស់នាងកំពុងប្រែមកដូចដើមវិញហើយនឹងថែមទាំងលយជាងមុនទៅទៀតយូស៊ីអូឆ្ងល់ថាតើនាងនិយាយបែបនេះដោយសារតែនាងសប្បាយចិត្តឬយ៉ាងណាហើយគាត់ក៏បានប្រាប់នាងឲ្យទូរស័ព្ទមកគាត់ប្រសិនបើនាងត្រឡប់មកផ្ទះវិញយឺតដើម្បីឲ្យគាត់អាចទៅទទួលនាងបាននាងក៏បានសួរថាតើគាត់បានទូរស័ព្ទពីម្ដាយរបស់ពួកគេមែនទេហើយគាត់ក៏បានយល់ព្រមប៉ុន្តែបន្ថែមថាគាត់ប្រហែលជាមិនទំនេររហូតទេប្រសិនបើគាត់រវល់សម្អាតនៅពេលយប់នាងបានព្រមានគាត់កុំឲ្យធ្វេសប្រហែសដូចពីមុនហើយគាត់ក៏យល់ព្រមគាត់គិតក្នុងចិត្តថាលើកនេះគាត់ត្រូវតែធ្វើអ្វីមួយដើម្បីការពារនាងនៅថ្ងៃបន្ទាប់ពីបញ្ចប់វេនការងាររបស់គាត់យូស៊ីអូក៏កំពុងតែធ្វើដំណើរត្រឡប់មកផ្ទះវិញគាត់ប្រាប់ថៅកែរបស់គាត់ថាគាត់ត្រូវឈប់នៅហាងទំនិញមួយដូច្នេះថៅកែរបស់គាត់ក៏បានដាក់គាត់ចុះនៅទីនោះខណៈពេលដែលយូស៊ីអូក្រឡេកមើលជុំវិញហាងគាត់មិនអាចឃាត់ខ្លួនឯងមិនឲ្យគិតអំពីអ្នកតាមដានសាយូគីបានទេហើយឆ្ងល់ថាតើពួកគេអាចនៅក្បែរនេះទេពេលកំពុងទិញគ្រឿងទេសចិត្តរបស់គាត់ក៏បានរសាត់ទៅដល់ពេលដែលគាត់សម្រាកនៅមន្ទីរពេទ្យសំណាងល្អដែលមិនមានការខូចខាតយូរអង្វែងដល់រាងកាយរបស់គាត់ប៉ុន្តែសាយូគីបានយំមិនឈប់ទេក្នុងអំឡុងពេលនោះទាំងគាត់និងសាយូគីក៏ទទួលបានសម្បត្តិសុំទោសផងដែរប៉ុន្តែវាពោពេញទៅដោយពាក្យសម្ដីធម្មតាដែលគ្មានអត្ថន័យពិតប្រាកដឡើយបន្ទាប់ពីទិញគ្រឿងទេសរួចយូស៊ីអូក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញតាមផ្លូវគាត់ក៏សម្គាល់ឃើញមាននរណាម្នាក់កំពុងរើសរបស់អ្វីមួយគាត់ដើរទៅជួយហើយឃើញថាម្នាក់នោះគឺជាសីកាដែលជាមិត្តកាលពីក្មេងរបស់គាត់បានស្នើសុំរើសវាឲ្យនាងហើយបន្ទាប់ពីអរគុណគាត់នាងក៏និយាយថាវាមានរយៈពេលយូរហើយតាំងពីពេលដែលពួកគេបានជួបគ្នាសីកាគឺជាមិត្តកាលពីកុមារភាពរបស់យូស៊ីអូហើយធ្លាប់រស់នៅផ្ទះជិតគ្នាពួកគេមានភាពស្និទ្ធស្នាលណាស់តាំងពីកើតមកនិងបានធំដឹងក្តីជាមួយគ្នាហើយចូលរៀននៅសាលាជាមួយគ្នារហូតដល់សាកលវិទ្យាល័យបន្ទាប់ពីបញ្ចប់ការសិក្សានាងទទួលបានការងារក្នុងក្តីស្រមៃនៅក្រុមហ៊ុនមួយខណៈពេលដែលយូស៊ីអូបានក្លាយជាមនុស្សគ្មានការងារធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងសីកាឧស្សាហ៍មកលេងគាត់ណាស់ហើយតែងតែផ្ញើអ៊ីមែលមកគាត់រហូតប៉ុន្តែយូស៊ីអូដោយមានអារម្មណ៍ខ្មាស់អៀនចំពោះស្ថានភាពរបស់គាត់មិនដែលឆ្លើយតបទៅនាងឡើយនេះជាលើកទី1ហើយដែលពួកគេបានជួបគ្នាក្នុងរយៈពេល10ឆ្នាំយូស៊ីអូបានកត់សម្គាល់ឃើញជើងរបស់នាងហើយសួរថាតើនាងមិនអីទេឬសីកាងក់ក្បាលដោយពន្យល់ថានាងមិនបានចាប់អារម្មណ៍ពេលកំពុងដើរតាមជណ្ដើរហើយក៏តាក់ជើងដួលគាត់ក៏បានប្រាប់នាងឲ្យប្រុងប្រយ័ត្នជាងនេះហើយបន្ទាប់មកក៏សួរថាតើនាងចាំទេដែលកាលពីក្មេងនាងក៏ធ្លាប់រងរបួសដោយសារឡើងដើមឈើហើយធ្លាក់ពីលើវាដែរដោយមានការអៀនខ្មាស់បន្តិចនាងបានប្រាប់គាត់ថាកុំឲ្យរំលឹករឿងទាំងនេះអី
សេកាសម្លឹងមើលសម្លៀកបំពាក់របស់យូស៊ីអូហើយគាត់ក៏និយាយថាគាត់កំពុងធ្វើការក្រៅម៉ោងនៅក្រុមហ៊ុនសម្អាតមួយដោយមានអារម្មណ៍ខ្មាស់អៀនបន្តិចចំពោះស្ថានភាពរបស់គាត់ក៏មានភាពស្ទាក់ស្ទើរប៉ុន្តែនាងបានលួងលោមគាត់ដោយនិយាយថាវាមិនមែនជារឿងធំដុំនោះទេហើយថានាងនឹងនៅគាំទ្រគាត់ជានិច្ចពាក្យសម្ដីរបស់នាងធ្វើឲ្យគាត់សប្បាយចិត្តណាស់ហើយគាត់ក៏បានអរគុណនាងចំពោះការគាំទ្ររបស់នាងដោយគាត់សម្គាល់ឃើញថាអាកាសធាតុត្រជាក់គាត់សុំទោសដែលទុកឲ្យនាងនៅខាងក្រៅយូរហើយស្នើឲ្យនាងចូលទៅក្នុងផ្ទះដើម្បីឲ្យកក់ក្ដៅជាងនេះនាងញញឹមដោយនិយាយថានាងសប្បាយចិត្តណាស់ដែលពួកគេអាចជជែកគ្នាយូរបែបនេះបន្ទាប់មកនាងក៏ដើរចូលទៅក្នុងផ្ទះរបស់នាងយូស៊ីអូចាប់ផ្ដើមដើរត្រឡប់មកផ្ទះវិញដោយមានអារម្មណ៍សប្បាយចិត្តព្រោះការសន្ទនារបស់ពួកគេដំណើរការទៅយ៉ាងរលូនជាពិសេសដោយសារតែវាជាលើកទី1ហើយក្នុងរយៈពេល10ឆ្នាំដែលពួកគេបាននិយាយគ្នាគាត់គិតថាសេកាមិនសូវផ្លាស់ប្ដូរច្រើនទេប៉ុន្តែបន្ទាប់មកទឹកមុខរបស់គាត់ក៏បានប្រែប្រួលគាត់គិតថាវាមិនអាចទៅរួចទេនាងប្រហែលជានិយាយមកកាន់គាត់ក្នុងន័យធម្មតាដោយសារតែការចិត្តល្អរបស់នាងប៉ុណ្ណោះនាងបានចេញទៅរស់នៅក្នុងពិភពលោកអស់រយៈពេល10ឆ្នាំមកហើយថែមទាំងបានក្លាយជាមនុស្សពេញវ័យឆ្លងកាត់ទាំងរឿងល្អនិងអាក្រក់ចំណែកឯគាត់វិញទើបតែចាប់ផ្ដើមធ្វើការប៉ុណ្ណោះគម្លាតរវាងពួកគេមើលទៅហាក់ដូចជាមិនអាចផ្សះផ្សាគ្នាបានឡើយហើយការគិតបែបនេះធ្វើឲ្យគាត់មិនសប្បាយចិត្តតតែសោះភ្លាមនោះសេកាបានត្រឡប់មកវិញហើយហៅគាត់ដែលធ្វើឲ្យយូស៊ីអូភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងប្រាប់គាត់ថាហាងកាហ្វេនំផ្អែមថ្មីមួយបានបើកនៅមុខស្ថានីយ៍ហើយអតិថិជននៅទីនោះសុទ្ធតែជាយុវវ័យដែលធ្វើឲ្យនាងពិបាកនឹងទៅម្នាក់ឯងនាងសួរថាតើពួកគេអាចទៅជាមួយគ្នាបានទេនៅពេលដែលជើងរបស់នាងជាសះស្បើយយូស៊ីអូស្រឡាំងកាំងហើយបានឆ្លើយទាំងអៀនថាគាត់ក៏ចូលចិត្តបង្អែមដែរនាងញញឹមសប្បាយចិត្តនៅពេលបានឮបែបនេះហើយនិយាយថានាងនឹងផ្ញើអ៊ីមែលទៅគាត់នៅពេលក្រោយទឹកមុខរបស់នាងក៏បានប្រែជាក្រហមហើយនាងក៏បានប្រញាប់ត្រឡប់ទៅផ្ទះរបស់នាងវិញតើទំនាក់ទំនងរវាងសេកានិងយូស៊ីអូអាចនឹងវិវត្តទៅជាបែបណាទៀតសូមរងចាំទស្សនានៅភាគបន្ត